យកាន់តែប្រហើនហើយដែលហ៊ានសួរអាមេរិកថាតើខ្លួនគួរតែធ្វើជាកញ្ជះឲ្យអ្នកដទៃបង្គាប់បញ្ជាបានតាមចិត្តអញ្ចឹងឬបន្ទាប់ពីទទួលបានព័ត៌មានថាប្រធានាធិបតីអាមេរិកលោក Donald Trump ស្នើសុំធ្វើជាអធិបតីភាពម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលក្រុងនឹងធ្វើឡើងកំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះប្រទេសថៃមិនបានសាទរជាមួយនឹងដំណឹងនេះនោះទេជាងនេះទៅទៀតអតីតរដ្ឋលេខាធិការក្រសួងការបរទេសថៃក៏បានធ្វើការចោទសួរត្រឡប់ទៅកាន់លោក Trump វិញថាតើថៃគួរតែធ្វើខ្លួនជាកញ្ជះឲ្យអ្នកដទៃចង្អុលបង្គាប់តាមចិត្តបែបនេះអញ្ចឹងឬមួយការដែលលោក Trump ខិតខំប្រឹងប្រែងជ្រោមជ្រែងបែបនេះគ្រាន់តែចង់បានពានរង្វាន់ Nobel សម្រាប់ខ្លួនឯងទេយោងតាមការផ្សាយដោយសារព័ត៌មាន Thai Donation កាលពីថ្ងៃទី8ខែតុលាឆ្នាំ2025បានឲ្យដឹងថាអតីតរដ្ឋលេខាធិការក្រសួងការបរទេសថៃនិងជាអតីតនាយករងទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិលោកណាន់ទីវត្តសាមែនបានបង្ហោះសម្លេងមួយនៅលើគណនី Facebook ផ្ទាល់ខ្លួនដោយបានសរសេរថាសិទ្ធិសញ្ញាសន្តិភាពคล้ายៗមានពាក្យចចាមអារាមថាលោក Trump បានស្នើឲ្យប្រទេសថៃចុះហត្ថលេខាលើសិទ្ធិសញ្ញាសន្តិភាពជាមួយកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលលោក Trump នឹងមានវត្តមាននៅចុងខែនេះដែរលោកណាន់ទីវត្តបានចោទសួរជាសំណួរទៀតថាតើថៃកំពុងត្រូវបានបង្ខំឲ្យមានសន្តិភាពឬដើម្បីផលប្រយោជន៍អ្នកណាឬដើម្បីលោក Trump ទទួលបានពានរង្វាន់ Nobel សន្តិភាពចុះថៃនឹងទទួលបានប្រយោជន៍អ្វីពីសន្តិភាពនេះតើអធិបតេយ្យភាពនិងផលប្រយោជន៍ថៃនៅឯណាតើប្រជាជនថៃដែលបានស្លាប់អាចរស់ឡើងវិញបានទេឬប្រជាជនថៃគួរតែធ្វើខ្លួនជាកញ្ជះឲ្យអ្នកដទៃចង្អុលបង្គាប់បញ្ជាតាមចិត្តបែបនេះជាមួយគ្នានេះអតីតរដ្ឋលេខាធិការក្រសួងការបរទេសថៃរូបនេះក៏បានលើកឡើងទៀតថាអាណត្តិនាយករដ្ឋមន្ត្រីរបស់លោកអនុទីនច័ន្ទវីរៈគុលនៅសេសសល់ពេលតិចជាង4ខែប៉ុណ្ណោះដូច្នេះខ្ញុំចង់ឲ្យលោកគិតគូរពីផលប្រយោជន៍ប្រទេសជាតិតស៊ូដើម្បីយកអធិបតេយ្យភាពរបស់ប្រទេសថៃមកវិញដើម្បីយកឈ្នះបេះដូងប្រជាជនថៃបច្ចុប្បន្ននយោបាយអន្តរជាតិនិងការទូតថៃមានការធ្លាក់ចុះខ្លាំងណាស់ដូច្នេះយើងមិនអាចខ្លាចជាប្រទេសអ្នកចាញ់នោះទេសូមគិតអំពីរឿងនេះឡើងវិញតើអំណាចចរចារបស់យើងនៅឯណាសូមគំរោះនៅក្នុងភាពភ័យខ្លាចកុំកុហកខ្លួនឯងហើយនិយាយថាទំនាក់ទំនងរបស់យើងជាមួយប្រទេសកម្ពុជានៅតែធម្មតាការដែលយើងឆ្លងកាត់ការតស៊ូរយៈពេល7-2ខែមកនេះយើងពិតជាមិនអាចងាកមកត្រូវរើគ្នាវិញដោះស្រាយការខ្វែងគំនិតគ្នានិងការផ្សះផ្សាគ្នាជាមួយកម្ពុជាដោយរឿងល្ខោនក្នុងទូរទស្សន៍នោះទេ